การđể dân thật xaព្រះអភិធម្មនេះយ៉ាងណាក៏អាចដើម្បីជំនួយស្មារតីសំខាន់ណាស់ដើម្បីឲ្យឃើញថាធัวទាំងឡាយសិតតែមានហេតុមានផលនឹងត្រូវកើតចាក់ហេតុនឹងយ៉ាងណាកាលណាបើសំហេតុសំផលគឺជាសេចក្តីពិតនៃធัวវាត្រូវបញ្ចប់រឿងរបស់អកុសលរឿងរបស់លោភៈក៏ត្រូវជាប់រឿងរបស់ទោសៈមោហៈក៏ត្រូវជាប់ណាទេណាកាលណាបើដឹងហេតុផលនៃធัวណារឿងហេតុផលនេះជាធัวមួយដែលសប្បុរសតែងដឹងគ្រប់សប្បុរសទាំងអស់តែងដឹងហេតុតែងដឹងផលតែងមានធម្មញ្ញតាតែងមានអដ្ឋញ្ញតាជានិច្ចដែលអាចអស់កិលេសទៅបានចឹងរឿងហ្នឹងព្រោះថាកាលណាបើជាច្បាស់នៅក្នុងរឿងហេតុផលហើយវាមានរឿងអីដែលត្រូវតែកែប្រែទៀតហើយកាលណាបើអត់កែប្រែធัวដែលមានហេតុផលនឹងហើយជាការឃើញសច្ចធัวបាត់ហើយវាជាប់លោភៈទោសៈវាអាស្រ័យមោហៈដែលជាអវិជ្ជាហើយអកុសលផ្សេងទៀតអវិជ្ជាអតីតនាំឲ្យកើតអវិជ្ជាបច្ចុប្បន្នអវិជ្ជាបច្ចុប្បន្នវានាំឲ្យអវិជ្ជាមោហៈនឹងតទៅទៀតដោយឧបនិស្សយបច្ច័យថែមទាំងលោភៈទោសៈហើយចុះបើដឹងច្បាស់សេចក្តីពិតនៃធម៌ហើយមានហេតុមានផលនឹងស្ងប់រងាប់គ្រាន់តែបញ្ញាគុណចាស់ញាតិញោមពិចារណាធម្មតានៃបញ្ញាថ្នាក់គិតថ្នាក់ពិចារណាក៏អាចស្ងប់រងាប់នៅអកុសលបានដែរដូចជានៅក្នុងពេលដែលឮសូរកណ្ដោរត់រូចុះព្រូឡើងសឹងមិនបានសម្រានមិនលក់ឬមុខអីងៀងនឹងជាអីដឹងថានេះជាអកុសលវិបាកសោតវិញ្ញាណនឹងជាអកុសលវិបាកគឺផលដ៏ឆ្អិននៃអកុសលកម្មនឹងប៉ុណ្ណឹងផងណានឹងប៉ុណ្ណឹងផងត្រឹមតែប៉ុណ្ណឹងហើយយើងមិនអត់ធន់ប្រំមិនបាននាំឲ្យកើតទៅជាទោសៈបដិខៈចុះបើអកុសលវិបាកខ្លាំងលើសនឹងទៀតនោះយើងអាចហាមឃាត់យ៉ាងម៉េចបានចឹងដល់ចឹងយើងដឹងថាវាមានអកុសលវិបាកនឹងច្រើនលើសនឹងទៅទៀតអកុសលវិបាកមិនមែនត្រឹមតែប៉ុណ្ណឹងអញ្ចឹងដែលធ្វើឲ្យគុណម្ចាស់ញាតិញោមដែលមានបញ្ញាហាមឃាត់នៅទោសៈមិនបន្តទៅទេឃើញទេជំនួសកន្លែងទោសៈហ្នឹងគឺធម្មសង្វេគចំពោះវដ្តសង្សារដែលនៅក្នុងច្បាប់ជាអនត្តាចឹងបានក៏ជាឧបការៈមួយនាំឲ្យកើតនៅកុសលធម៌ទាំងឡាយផ្សេងព្រោះថារឿងអកុសលវិបាកនេះគ្មានអ្វីទៅហាមឃាត់បានទេបើដល់ឱកាសពេលវេលានៃអកុសលកម្មជាបច្ច័យហើយនោះហើយដល់ទៅអញ្ចឹងមានអីមានតែផ្លូវមួយនឹងគឺកុសលកម្មនឹងតែម្ដងដែលត្រូវសន្សំរឿយដែលត្រូវចម្រើនរឿយហើយដូចជាពេលដែលគុណម្ចាស់ញាតិញោមចប់ពោះអញ្ចឹងគុណម្ចាស់ញាតិញោមធ្លាប់ចប់ពោះខ្លាំងទេដល់ឈឺពោះច្រើនទេលំបាកត្រង់ទេបាទហើយនៅពេលហ្នឹងណាមានបញ្ញាអាចដើម្បីដឹងថ្នាក់ពិចារណាថ្នាក់គិតទៅចុះឲ្យឃើញថានេះគឺជាផលរបស់អកុសលកម្មអាចគិតឃើញអញ្ចឹងណាមិនមែនល្មាក់ល្មមទេណាមិនងាយសិតតែគិតឃើញទេណាប៉ុន្តែនេះនិយាយពីគ្រាន់បើត្រឹមអាចពិចារណាឃើញព្រោះធ្លាប់ស្ដាប់ធ្លាប់រៀនមកមិនវង្វេងពិចារណាឃើញថានឹងជាផលរបស់បាបហើយនៅពេលហ្នឹងណាបើអត់មានបន់មកជំនួសបាបទេតើការឈឺការទុក្ខលំបាកតាមផ្លូវកាយហ្នឹងតើវាអាចបាត់ដោយរបៀបណាតែអាចបាត់យ៉ាងម៉េចឥឡូវអុចទៀនអុចធូបទៅបន់ស្រន់ជីដូនជីតាខ្មោចកង់ម៉ាអរៈអ្នកតាឲ្យជួយដើម្បីឲ្យវាបាត់ឈឺបានទេបានឬមិនបានអ្នកណាទៅមានកម្លាំងលើអកុសលកម្មមិនទៅហាមឃាត់អកុសលកម្មបានទោះបីតែព្រះសម្មាសម្ពុទ្ធណាក៏ហាមឃាត់អកុសលកម្មកុំឲ្យនាំមកនៅអកុសលវិបាកមិនបានផងដែលព្រះអង្គនៅគង់ទៅជន់នៅឡើយមាន
ទុក្ខវេទនាកើតឡើងរឿយឥឡូវយើងគិតទៅបន់ទៅបួងសួងឲ្យអ្នកណាដើម្បីកុំឲ្យវាឈឺព្រោះថាទុក្ខវេទនាហ្នឹងគឺវាអាស្រ័យអកុសលកម្មជាបច្ច័យដល់អញ្ចឹងណាមានស្មារតីមួយចាំជានិច្ចរលឹកបានជានិច្ចស្មារតីហ្នឹងមិនមែនស្មារតីថ្នាក់សកតដ្ឋានទេតែជាស្មារតីថ្នាក់រលឹកបានណារលឹកបាននាំមកនៅសេចក្តីសង្វេគហើយពេលណាដែលវាស្រាកស្រានទៅអំពីជំងឺពីការឈឺអីហ្នឹងក៏បញ្ញាដើម្បីបំពេញនៅកុសលហើយវាចាកនៅអំពើបាបកម្មបានពីព្រោះថាខ្លាចសេចក្តីទុក្ខដែលជាផលរបស់បាបទុក្ខដែលជាផលរបស់អកុសលចឹងប៉ុន្តែវាច្រើនតែចេះវាច្រើនថាបាត់ឈឺទៅភ្លេចអាសេចក្តីទុក្ខលំបាកទៅឈឺនឹងទៅជាប្រមាទពេលប្រហែសហើយបើតាមតែនៅពេលឈឺទុក្ខលំបាកហ្នឹងណាសូម្បីសេចក្តីសុខមកជីវិតហ្នឹង100ឆ្នាំហ្នឹងណាហើយសេចក្តីទុក្ខសេចក្តីលំបាកហ្នឹងត្រឹមតែ1ម៉ោងទេក៏ឃើញថាសេចក្តីទុក្ខលំបាកក្នុងរយៈពេល1ម៉ោងហ្នឹងណាគឺខ្លាំងខ្លាណាស់បើសិនជាគេឲ្យយើងដើម្បីថាសេចក្តីសប្បាយត្រេកអររីករាយ100ឆ្នាំហ្នឹងហើយទុក1ម៉ោងហ្នឹងឲ្យយើងឈឺទុក្ខលំបាកក៏នៅក្នុងពេលយើងឈឺទុក្ខលំបាកហ្នឹងយើងដឹងថាយើងសុខចិត្តមិនយកអាសេចក្តីសុខសប្បាយ100ឆ្នាំហ្នឹងទេព្រោះនៅពេល1ម៉ោងហ្នឹងគឺជាសេចក្តីទុក្ខលំបាកខ្លាំងខ្លាបើមានការពិចារណាឃើញនៅពេលទុក្ខលំបាកឈឺហ្នឹងឲ្យខ្លាំងឲ្យមមចាំបានឲ្យណាស់ពេលបាត់ឈឺទៅមិនភ្លេចទេអាចប្រឹងប្រែងបំពេញនៅសេចក្តីល្អច្រើនព្រោះមានតែច្រកហ្នឹងមួយទេហើយជាឧបនិស្ស័យដើម្បីនឹងមានបញ្ញារំលត់នៅហេតុដែលនាំឲ្យមានជាតិព្រោះបានឃើញថាជាតិនឹងកើតមកអំពីហេតុណាដោយបញ្ញាដល់ប្រពៃក៏ឃើញថាព្រោះមានភពជាពិសេសគឺកម្មភពកម្មអំពើដែលធ្វើហ្នឹងចឹងហើយអំពើដែលធ្វើហ្នឹងកើតមកពីណាអំពើដែលធ្វើហ្នឹងគឺកើតមកអំពីការហួងហែងប្រកាន់មមទៅនាំឲ្យមានសកម្មភាពកើតឡើងចឹងក៏អប់រំបញ្ញាដើម្បីរលាស់ចោលនៅសេចក្តីត្រេកអរក្នុងបញ្ញខណ្ឌអានឹងទៅអស់កម្មហើយបើអស់កម្មអានឹងវាត្រូវអស់ភពអស់ជាតិសេចក្តីទុក្ខក៏ត្រូវតែមិនមានដែរអានឹងរឿងបញ្ញាសន្សំតាំងពីក្រោមនឹងចឹងទៅនឹងនៅក្នុងសេចក្តីមិនប្រមាទដោយសពគ្រប់ទាំងអស់ទាំងរឿងជីវិតរស់នៅប្រព្រឹត្តទៅដើម្បីសេចក្តីមិនប្រមាទណាប្រៀបបីដូចជាបុគ្គលមានដំបៅជើងដំបៅដៃដំបៅក្បាលដំបៅដងខ្លួនអីសពគ្រប់ហើយដើរនៅក្នុងព្រៃបន្លាតើអ្នកដែលកើតដំបៅនឹងប្រុងប្រយ័ត្នប៉ុណ្ណាទៅប្រុងប្រយ័ត្នមែនទេណាព្រោះតែផ្លត់ភ្លៀងផ្លត់ប្រហែលខ្វេះបន្លាចាក់ចំដំបៅនឹងឈឺខ្លាំងណាស់ដូច្នេះត្រូវតែប្រយ័ត្នបើបន្លានឹងពីលើក៏មានពីក្រោមក៏មានពីមុខក៏មានពីក្រោយក៏មានពីឆ្វេងក៏មានពីស្ដាំក៏មានហ្នឹងគឺលំបាកណាស់ប្រយ័ត្នប្រយែងមួយជំហាននេះគឺពោលដល់បន្លាក្នុងអរិយវិន័យគឺរូបារម្មណ៍នឹងឯងសត្វទេរម្មណ៍នឹងឯងគុណទេរម្មណ៍នឹងឯងរក្សារម្មណ៍នឹងឯងថប់ទេរម្មណ៍នឹងឯងធម្មមេរម្មណ៍នឹងឯងគឺជាបន្លាក្នុងអរិយវិន័យដែលត្រូវសង្រួមដែលត្រូវរវាំងដែលត្រូវប្រយ័ត្ននៅក្នុងបន្លាហ្នឹងចឹងហើយមានបញ្ហារបស់ឧបាសិកាសុជាតិបានសួរនៅសំណួរអភិធម្មដែរឧបមាថាមានបរិសម្នាក់កំពុងតែធ្វើដំណើរទៅកម្មទីណាមួយហើយមានបណ្ដាសត្វឆ្កែរបស់គាត់មួយទៅផងហើយដល់ទៅដល់ទីកន្លែងមួយនោះគាត់ក៏បានឃើញព្រះសង្ឃពីរបីអង្គនិមន្តទៅតាមផ្លូវចឹងហើយគាត់ដើរទៅទៀតទៅក៏ស្រាប់តែឃើញស្ត្រី
កំពុងតែឆ្លោះតោះតេងគ្នានឹកស្រីពីរនាក់ហ្នឹងប្រវាយបតប់គ្នាអញ្ចឹងទៅតើនេះក៏សួរថាតើបរោះនោះហើយនឹងឆ្កែរបស់គាត់ដែលបានឃើញប្រសង់នឹងឃើញតែគេឆ្លោះគ្នានោះជេរបតិចគ្នានោះចក្ខុវិញ្ញាណរបស់បរោះនោះនៅពេលឃើញប្រសង់នឹងជាកុសលវិបាកហើយអត់ឆ្ងល់ទេហើយពេលដែលឃើញគេឆ្លោះគ្នាជេរបតិចគ្នានោះចក្ខុវិញ្ញាណឬក៏សោតវិញ្ញាណហ្នឹងរបស់គាត់ហ្នឹងជាអកុសលវិបាកហើយកន្លែងហ្នឹងក៏អត់ឆ្ងល់ទេព្រោះពេលហ្នឹងបានឃើញផងចឹងទៅហើយក៏មានការលឺផងផ្លាស់ប្ដូរគ្នាប៉ុន្តែចុះសត្វឆ្កែនោះកែហ្នឹងដែលបានឃើញនៅហេតុការណ៍ចឹងដែរដូចជាម្ចាស់វាដែរតើចក្ខុវិញ្ញាណនិងសោតវិញ្ញាណរបស់ឆ្កែហ្នឹងតើជាកុសលវិបាកឬអកុសលវិបាកយ៉ាងម៉េចដែរពីព្រោះថាធម្មតាជាសត្វតិរិឆានវាមិនបានស្គាល់ណាថាជាប្រសង់ណាក៏មិនមែនជាប្រសង់ទេហើយក៏វាមិនបានដឹងថាគេឆ្លោះគ្នាជេរបតិចគ្នាយ៉ាងណានោះទេហ្នឹងនេះឧបាសិកាសុជាតិហ្នឹងសួរថាសត្វឆ្កែហ្នឹងវាអត់ដឹងប្រសង់ទេហើយក៏មិនដឹងថាគេឆ្លោះគ្នាដែររឿងចក្ខុវិញ្ញាណហ្នឹងជាឆ្កែដែរឧបាសិកាសុជាតិណាសោតវិញ្ញាណហ្នឹងជាឆ្កែទេណានឹងឆ្លើយជូនបណ្ដឹងហើយយកទៅពិចារណាសិក្សារៀនសូត្រទៀតទៅរឿងអភិធម្មគឺអភិធម្មទៀតណាបញ្ញត្តិគឺបញ្ញត្តិដូច្នេះនៅក្នុងបរមត្តធម៌អត់មានម្ចាស់ឆ្កែអត់មានឆ្កែទេហើយចក្ខុវិញ្ញាណក្រហមបព្វជិតទេវតាចក្ខុវិញ្ញាណព្រំអីយ៉ាងណាអាហ្នឹងជាការធម្មតាជាបរមត្តធម៌រឿងបញ្ញត្តិវាគ្រាន់តែយើងនិយាយឲ្យស្ដាប់គ្នាបានអញ្ចឹងចក្ខុវិញ្ញាណរបស់ព្រះសង្ឃចក្ខុវិញ្ញាណរបស់មនុស្សអីអញ្ចឹងលោកអ្នកឃើញមនុស្សក្រហមឃើញព្រះសម្មាសម្ពុទ្ធទ្រង់ឃើញតែបរមត្តធម៌ដែលជាចក្ខុវិញ្ញាណនោះបើថារូបនឹងវាជាអិដ្ឋារម្មណ៍ចក្ខុវិញ្ញាណនឹងជាកុសលវិបាកហើយហើយបើថារូបនឹងអនិច្ចារម្មណ៍ចក្ខុវិញ្ញាណនឹងវាជាអកុសលវិបាកហើយអញ្ចឹងក្នុងអបាយភូមិនឹងអបាយភូមិ4នឹងមានកុសលវិបាកអហេតុកៈ8នឹងក៏មានដែរកុសលវិបាកណាហើយអកុសលវិបាកអហេតុកៈ7ហ្នឹងក៏មានចឹងដែរនោះយើងក៏មានរឿងបរមត្តធម៌ហ្នឹងជ្រាបអញ្ចឹងណាទេណានៅក្នុងពេលនេះយើងបានរៀនអំពីអសោភនចិត្ត30ហ្នឹងយើងរៀនបានចិត្តប៉ុន្មានហើយដែលយើងដកស្រង់យកមកធ្វើជាកិច្ចទៀតឃើញណានៅក្នុងពួកអកុសលវិបាកអហេតុកៈមានប្រមាណអកុសលវិបាកមានប្រមាណទៀតមានប្រមាណអកុសលវិបាកអូមានខ្លះនៅថា8ទៀតមានប្រមាណមែនទេមាន7ហ៎បាទមាន7អត់មាន8ទេអកុសលវិបាកហើយដែលយើងដកយកមកធ្វើជាកិច្ចនៅក្នុងកិច្ច14នេះដកអស់ហើយនៅឬក៏មាននៅសល់តែយើងរៀនមកប្រហែលថ្ងៃហើយហ្នឹងអស់ហើយនៅអកុសលវិបាកអហេតុកៈហ្នឹងអស់ហើយនៅណានៅអីនៅហ្នឹងចេះថាទៅទេអីណាឥឡូវនៅអីចាំមើលណាអំពីអកុសលវិបាកដែលជាមេណោវិញ្ញាណបានរៀនរួចហើយធ្វើកិច្ច5មុនគេឃើញណាធ្វើបដិសន្ធិកិច្ចប្រវាំងកិច្ចចុកិច្ចចុតិកិច្ចក្រៅគ្នា6ហ្នឹងហើយធ្វើសន្តិរណកិច្ចតកេលំរណកិច្ចរួមទៅជាកិច្ច5រួចអស់ហើយអញ្ចឹងណាហើយចំពោះអកុសលវិបាកដែលជាមេណោធាតុនោះធ្វើសម្បដិឆន្ទកិច្ចនោះរួចហើយមែនទេរួចហើយហើយចំណែកចក្ខុវិញ្ញាណធ្វើទស្សនកិច្ចឃើញអនិច្ចារម្មណ៍រូបមិនល្អហ្នឹង
សោតវិញ្ញាណនឹងធ្វើសវនកិច្ចកិច្ចស្ដាប់ឮសំឡេងមិនល្អអានឹងព្រោះជាអកុសលវិបាកណាធានវិញ្ញាណនឹងបានធ្វើខាយនកិច្ចដឹងក្លិនមិនល្អហើយជីវហាវិញ្ញាណនឹងបានធ្វើសាយនកិច្ចដឹងរសមិនល្អព្រោះសិតតែពួកអកុសលវិបាកហ្នឹងកាយវិញ្ញាណប្រកបដោយទុក្ខវេទនាធ្វើផុសនកិច្ចប៉ះទប់នឹងថោកថាពៈមិនល្អហើយសល់អីទៀតឥឡូវមើលអ្នកដែលថាសល់ហ្នឹងណារៀនរួចហើយនៅតែថាសល់ទៀតអត់យកតែមើលទេទៅធ្វើហ្នឹងណានៅអីទៀតមនុស្សអីរាប់មិនគ្រប់អស់ហើយនៅអីទៀតទៀតមេណោធាតធ្វើសម្បដិឆន្ទកិច្ចក្រោយគេនេះដែលរៀននៅក្នុងសម្បដិឆន្ទកិច្ចមែនទេដែលយើងបានសរសេរថាវិបាកមโนធាតុពីរដួងមួយជាអកុសលវិបាកគឺមួយជាកុសលវិបាកនោះរួចហើយមែនទេហើយនៅអីទៀតទេអស់ហើយអស់មែនណាបាទថ្ងៃក្រោយយកទៅមើលផងណាទៅហ្នឹងអាងតែអត់មានប្រឡងអីហ្នឹងអត់មើលអាងតែអត់មានសញ្ញាបត្រហ្នឹងយកទៅធ្វើតែទុកចោលរឿងហ្នឹងជារឿងដែលយើងត្រូវប្រឡងខ្លួនយើងទៀតណាចំពោះការប្រតិបត្តិធម៌នេះគឺត្រូវតែមានការអប់រំបញ្ញាខ្លួនយើងមិនមែនដើម្បីអ្វីដែលនៅក្នុងលោកនេះនៅក្នុងវត្តដាក់នេះទេចឹងដូច្នេះរឿងសិក្សាដើម្បីនឹងប្រព្រឹត្តប្រតិបត្តិយ៉ាងណាខ្សែផ្សំឧបនិស្ស័យណាចឹងឧបនិស្ស័យពីអតីតផងឧបនិស្ស័យក្នុងការស្ដាប់សិក្សារៀនសូត្រផងរឿងរៀនអំពីខណៈចិត្តវិថីចិត្តប្រព្រឹត្តទៅតាមគ្រាទាំង6នេះសំខាន់ណាស់ទៀតល្អណាស់ព្រោះការប្រកម្មមំក្នុងលោកនេះបើមិនមានវិថីចិត្តទេប្រកម្មមកពីណារឿងអីដែលត្រូវប្រកម្មចំពោះរូបសម្លេងក្លិនរសផតថាពៈនិងធម្មមេរមរឿងអីដែលត្រូវត្រេកអរនឹងរូបសម្លេងក្លិនរសផតថាពៈនិងធម្មមេរមបើមិនមានវិថីចិត្តកើតឡើងតាមគ្រាទាំង6ទេនោះរឿងសំខាន់ណាស់រៀននឹងជំនួយស្មារតីឲ្យឃើញតែគ្មានអីសោះដែលជារបស់យើងណាគ្មានអីសោះដែលថាគួរនឹងត្រេកអរគួរនឹងប្រកម្មមំណាដូច្នេះគួរតែបង្អោនទៅដើម្បីការចេញចាក់លោកបង្អោនទៅដើម្បីការរំលត់នៅលោកបញ្ញាកើតឡើងដោយខ្លួនឯងក្នុងការសិក្សាក្នុងការពិចារណាក្នុងការដឹងក្នុងការត្រាស់ដឹងនៅលោកដែលជាសង្កតធម៌នេះបានថាយើងចឹងឥឡូវអកុសលវិបាកអហេតុកៈ7ហ្នឹងអស់ហើយនៅកុសលវិបាកអហេតុកៈ8ម្ដងមាននៅទេមាននៅទេអត់ទៀតហើយអត់ទៀតមែនណាអត់សួរសរសេរសួរទេនៅក្នុងកុសលវិបាកអហេតុកៈ8នេះយើងបានធ្វើកិច្ចយ៉ាងណាគឺដែលបានសិក្សាមុនគេណាគឺកុសលវិបាកអហេតុកៈដែលជាមេណោវិញ្ញាណប្រកបដោយឧបេក្ខាមែនទេបាទធ្វើបដិសន្ធិកិច្ចភវង្គកិច្ចចុតិកិច្ចនៅក្នុងកំណើតមនុស្សទេវតាដែលពិការពីកំណើតមែនទេចាណានឹងយើងបានរៀនមុនគេមែនទេណាហ្នឹងអញ្ចឹងអានឹងរួចហើយមែនទេមេណោវិញ្ញាណដែលប្រកបដោយឧបេក្ខាណាបាទហើយមេណោធាតុដែលជាកុសលវិបាកហ្នឹងធ្វើសម្បដិឆន្ទកិច្ចរួចហើយនៅរួចហើយចុះបញ្ចវិញ្ញាណរួចហើយនៅរួចហើយនៅរួចហើយណ៎អ្នកណាឆ្លើយពីក្រោយមកឡើងកលួចហើយចុះអញ្ចឹងនៅចិត្តអីទៀតនៅចិត្តអីទៀតមានទេនៅមួយទៀតទេគឺស្អីនៅមួយទៀតហ្នឹងមេណោវិញ្ញាណដែលប្រកបដោយសោមនស្សសវេទនាមែនទេបាទដែលយើងបានសូត្របាលីថាសោមនស្សសហកតាំង
mẹ nô về nhiên là thiệt tộc này nè hết tộc cả cọc rồi lại vì bạc cả chặt tăng tăng vô mà thôi cách ấy thế nơi mũi nè ngạ chẳng sơ xế chắc đời mình tốt sơ xế mẹ nô về nhiên đại chia cổ son vị ba hết tộc cả mẹ nô về nhiên đại chia cổ son vị ba hết tộc cả xe rồi ấy thế này mẹ nô vị nhiên đại chia cổ so vị ba hệ tục cả và có đòi sau mà nó xạ về tình ý và có đòi sau mà nó xạ về tình ý thơ xăm tây là nạ cách nông băng chật vì thơ xăm tây là nạ cách nông băng chặt vì đọt khía vơ tạ tê lâm vẹ nạ cách nông thuê bằng mùi vơ tạ tê lâm vẹ nạ cách nông thuê bằng mùi vơ tạ tê lâm vẹ nạ cách nông thuê bằng mùi nâng phần năng vừa tịch cách pi nâng ảnh đọc thêm một tịch tế vừa cách pi giang nít ảnh vừa cách pi giang nít ảnh lấy dân khơi xăm tây rồi nạ cách miền chặt còn màn nơi nông ác sao và nạ chặt phàm sạch ní ná đại bàn riêng hơi ná ta chặt còn man với xăm tây rồi nạ cách bày trời thêm lột trời trời giật nhốn trời đang trời được khâu đây bên này dư ta nâng chẳng phạt thả vô tới nhóm ở riêng tê bạn đây càng chẳng nè miền chặt bay đường đó cho nó cái nè thì muối cứ cổ sao vị bá mẹ nô về nhiên thì tí cổ sao vị bá mẹ nô về nhiên tại bà cọp đôi về kha về trần địa muối mùi tiết bà cọp đói xong nó về trần địa nó thay khang hê độc cả đó chứ nào chẳng sạch tế nơi nông của vị bá hê độc cả bay đuông nâng với xăm tây là nạ cạch hay ọt miên tiết đây nông xăm tây là nạ cách nâng miên thì chặt bay nâng dân xăm tục dân đời tôi chỉ dân riêng chặt mình xăm ớt cả đó tại chặt đấy nơi xên tiết khá lòng tí sao và nạ chặt xăm chặt nó có ọt miên chặt ná một phơi xăm tây là nạ cách chiết đại miên tại bay nâng thế để dân riêng bàn hơi chăm tục là hột tỏ tới đó chứ nào nơi nông rương vì thầy chặt tại một cực tới tam phơi phê phơi chiết phơi chả móc phơi nát phơi cay băng chặt về xăm tây là nạ cách nâng miên hê tục cả vị bạ bay đường nâng đại sao vị bạ mẹ nô về nhiên mùi đuốc thế nè hãy cậu sao vị bạ mẹ nô về nhiên pi đường mùi bà cọp đòi về kha về tình nế mùi bà cọp đòi xong nó về tình nế này dân kịch tại vì riêng mẹ nô về nhiên mẹ nô về nhiên này khang sao vị bạ hê tục cả nâng miền mũi mẹ nô về nhiên này khang cậu sao vị bạ hê tục cả nâng miền phí rùm tới chuyện bấy phơi xăm tây rồi nạ kịch nâng vì thầy chất ởประตูtam phơi này phơi kia phơi chấm móc phơi nát phơi cay chẳng nơi bằng top ẩm pí xăm và đây chăn nạ kịch nông chỉ biết bảo đây phải chăm tháng ấy tôi chỉ mình ai đầm bay đăng nơi khẩn nạ đâu chẳng ná tại nông ca khơi như đâu rơi tiền liền đó chứ này xăm và đây chăn nạ kịch xăm tây là nạ cách nâng trời trần niên lưu sầm lên khung khăn đâm rồi đâm thập thập ấy trời trần niên ấy ca để dân riêng nâng chia chùm nuôi ở khơi thả ca đại vị thầy chặt ca nâng từ tôi đâm nơi ram tam phía đang vào mùi nế trần tay chia khả nạ chặt đại bằng to kia tại phần nóc miên tập khiếp mình tiêm dạng ná chia chùm nuôi smart ở đây ở khơi trời nông phơi pro thì bạc thả
ការអប់រំបញ្ញាដើម្បីឃើញលក្ខណៈនៃសង្ខារដែលមិនទៀងជាទុកជាអនត្តាគឺត្រូវតែនៅក្នុងជីវិតប្រក្រតីប្រចាំថ្ងៃនឹងចឹងដូច្នេះនៅក្នុងសន្តិរណកិច្ចមានចិត្តប្រមាណដួងសន្តិរណកិច្ចមានចិត្តប្រមាណដួងមានប្រមាណដួងទេណា3ដួងប្រកបដោយឧបេក្ខាវេទនាប្រមាណដួង2ដួងត្រូវចឹងប្រកបដោយសោមនស្សវេទនា1ដួងចឹងបានត្រូវហ្នឹងហើយតតិលំពនកិច្ចដែលជាកិច្ចចុងក្រោយនៃវិថីតាមពាក្យទាំង6ណានៅក្នុងអសោភនចិត្ត30តើមានចិត្តប៉ុន្មានធ្វើតតិលំពនកិច្ចមានចិត្តប៉ុន្មានទេណា3ដែរណាឆ្លើយតិចគ្នាណាឆ្លើយតិចគ្នាឬក៏ដូចមិនត្រូវហ៊ានឆ្លើយទេណាមាន3ដែរតាគឺចិត្ត3ដួងដែលធ្វើសន្តិរណកិច្ចឃើញណាចិត្ត3ដួងនោះធ្វើតតិលំពនកិច្ចទៀតហ្នឹងដែលជាខណៈចិត្តចុងក្រោយនៃវិថីផ្លូវភ្នែកផ្លូវជាផ្លូវច្រមុះផ្លូវណាផ្លូវកាយនិងផ្លូវចិត្តផងសំបីក្នុងមេណោទ្វាក៏មានតតិលំពនកិច្ចដែរសន្តិរណៈដែលជាកិច្ចពិចារណាអារម្មណ៍តាមបញ្ចទ្វាអត់មានក្នុងមេណោទ្វាទេប៉ុន្តែតតិលំពនកិច្ចដែលត្រូវតោងយកនៅអារម្មណ៍ដែលជាវ័នសោយហើយហ្នឹងទៅតាមវាទាំង6នឹងឲ្យយើងឃើញចឹងនេះជាការដែលយើងត្រូវត្រួតត្រាមេរៀនដែលយើងរៀនហើយឥឡូវយើងឃើញហើយណាមានអសោភនចិត្ត3ដួងធ្វើតតិលំពនកិច្ចប៉ុន្តែចិត្តដែលធ្វើតតិលំពនកិច្ចនៅមានតទៅទៀតតែចំពោះសន្តិរណកិច្ចគឺជាប់ត្រឹម3ដួងនឹងហើយហ្នឹងយើងរៀនអញ្ចឹងណាឥឡូវនៅក្នុងកុសលវិបាកអហេតុកៈ8អស់ហើយនៅដែលយកមកធ្វើកិច្ចហ្នឹងអស់ហើយនៅយើងរៀនហ្នឹងអស់ហើយនៅអស់ហើយត្រូវល្អអញ្ចឹងឥឡូវនៅអីទៀតនៅក្នុងអសោបនចិត្ត30នៅចិត្តអីខ្លះដែលមិនតាន់យកមកធ្វើកិច្ចនៅក្នុងអហេតុកៈកិរិយា3ដួងធ្វើកិច្ចបានប្រមាណហើយដែលយើងរៀនមកបានប្រមាណហើយទេណាស្អីទៅហ្នឹងអស់ស្អីដល់បានម៉េចអត់តាន់រៀនស្លាប់ប្រាប់ទេមកអហេតុកៈកិរិយា3ដួងយើងរៀនបាន2ដួងហើយកិរិយាមេណោធាតុ1ដែលធ្វើអាវចនកិច្ចតាមបញ្ញទ្វាមែនឬមែនឃើញណាមួយទៀតឃើញណាអហេតុកៈកិរិយានឹងដែរតែជាមេណោវិញ្ញាណប្រកបដោយឧបេក្ខាធ្វើកិច្ចប្រមាណធ្វើកិច្ច2ក៏ណាទេណោះលោករៀនចេះលោកឆ្លើយទៅធ្វើកិច្ច2អាវចនកិច្ចក្នុងមេណោទ្វា1ហើយនឹងវោធមនកិច្ចក្នុងបញ្ញទ្វា1រៀនហើយមែនទេមែនឬក៏មិនមែនឥឡូវនៅចិត្តអីអហេតុកៈកិរិយាចិត្ត3ដួងនៅចិត្តអីមួយទៀតណាហសិតបតិចិត្តគឺអហេតុកៈកិរិយាមេណោវិញ្ញាណធាតុណាដែលប្រកបដោយវេទនាអីសោមនស្សវេទនាអញ្ចឹងសរសេរចុះបន្តមកសរសេរអហេតុកៈកិរិយាអហេតុកៈកិរិយាមេណោវិញ្ញាណប្រកបដោយសោមនស្សវេទនានេះគឺអហេតុកៈកិរិយានៅសល់មួយទៀតដែលយើងត្រូវយកមកធ្វើកិច្ចគឺមេណោវិញ្ញាណដែលប្រកបជាមួយគ្នានឹងសោមនស្សវេទនាសរសេរដកឃ្លាទៅធ្វើជាវណ្ណកិច្ចតែម្យ៉ាង
ធ្វើជាវណ្ណកិច្ចតែម្យ៉ាងក្នុងទ្វា6ក្នុងទ្វា6ហ្នឹងអញ្ចឹងអស់ហើយណាអហេតុកកិច្ច